ពីរដ្ឋតែប៉ុណ្ណោះដែលអាចដាក់ពាក្យប្តឹងទៅភាគីរដ្ឋដទៃទៀតពីរឿងចំនួនព្រំដែនទឹកព្រំដែនគោកអីនឹងបានហើយតុលាការដែលមានក្របខ័ណ្ឌនៅក្នុងការដោះស្រាយបណ្ដឹងនេះបានគឺតុលាការព្រំយុត្តិធម៌អន្តរជាតិហៅកាត់ថា ICJ អានេះហើយគឺជាអ្វីដែលសំណើរបស់ប្រជាពលរដ្ឋបងប្អូនលើកមកយកហើយប៉ុន្តែរដ្ឋាភិបាលធ្វើពង្រឹងកន្តើយជាដរាបអញ្ចឹងនៅក្នុងករណីដែលរដ្ឋាភិបាលធ្វើពង្រឹងកន្តើយហើយនីតិវិធីបណ្ដឹងបរិហារមិនអាចធ្វើទៅបានប្រជាពលរដ្ឋមានជំរើសទី2ជំរើសទី2ហ្នឹងគឺធ្វើតាមរយៈការបោះឆ្នោតដូររដ្ឋាភិបាលខ្ញុំប្រើពាក្យថាបោះឆ្នោតដូររដ្ឋាភិបាលបាទបានន័យថានីតិវិធីនៅក្នុងប្រទេសណាក៏ដូចប្រទេសណាដែរបើប្រទេសប្រជាធិបតេយ្យមានប្រព័ន្ធបោះឆ្នោតមួយដែលមានភាពសេរីត្រឹមត្រូវនិងយុត្តិធម៌ប្រជាពលរដ្ឋគេអាចទៅបោះឆ្នោតដើម្បីដូររកមេដឹកនាំថ្មីគណៈបកនយោបាយថ្មីណាមួយដើម្បីអាចដោះស្រាយរឿងជាតិអញ្ចឹងបើសិនជារដ្ឋាភិបាលគណៈបកប្រជាជនកម្ពុជាអត់អាចដោះស្រាយបានគឺគេជ្រើសរើសគណៈបកមួយថ្មីដើម្បីអាចនឹងជាចង់និយាយថាជាគោលនយោបាយរបស់គណៈបកគេដើម្បីគេដោះស្រាយបានយកទៅប្រកួតគ្នាអញ្ចឹងបើឆ្នាំអញដោះស្រាយអត់បានហេតុអីក៏មិនឲ្យគេដោះស្រាយអាហ្នឹងគឺក្នុងការប្រកួតបោះឆ្នោតគឺអាចដាក់ចូលក្នុងគោលនយោបាយនៅក្នុងការបោះឆ្នោតអាចថាគណៈបកនយោបាយក៏ខ្ញុំហ៊ានសច្ចាប្រាប់បងប្អូនប្រជាពលរដ្ឋថាបើបោះឆ្នោតឲ្យខ្ញុំជាប់ឆ្នោតជាដឹកនាំរដ្ឋាភិបាលខ្ញុំនឹងយករឿងកោះគុតយកទៅតតាំងជាមួយភាគីថៃនៅមុខតុលាការយុត្តិធម៌អន្តរជាតិនេះគឺជានីតិវិធីស្របតាមផ្លូវច្បាប់អហិង្សាហើយដែលគេធ្វើនៅគ្រប់ទិសទីនៅពេលដែលរដ្ឋាភិបាលអសមត្ថភាពឬក៏ផ្កើនឬក៏បំពេញរដ្ឋធម្មនុញ្ញមិនធ្វើតាមដែលអ្វីដែលជាបំណងរបស់ប្រជាពលរដ្ឋហើយប្រជាពលរដ្ឋសម្រេចតាមរយៈសញ្ញាឆ្នោតនៅស្ថានីយ៍បោះឆ្នោតរបស់ខ្លួនក៏ប៉ុន្តែដំណោះស្រាយទី2នេះអាចធ្វើទៅបានតែក្នុងករណីមានប្រព័ន្ធបោះឆ្នោតមួយដែលមានភាពសេរីត្រឹមត្រូវនិងយុត្តិធម៌បើប្រព័ន្ធបោះឆ្នោតមិនមានភាពសេរីត្រឹមត្រូវនិងយុត្តិធម៌ការដែលទៅចង់ផ្លាស់ប្ដូររដ្ឋាភិបាលតាមរយៈការបោះឆ្នោតនេះក៏មិនបានជោគជ័យដែរតែយើងបានជោគជ័យយ៉ាងដូចម្ដេចទៅឧទាហរណ៍ដោយការសម័យគណៈបកសង្គ្រោះជាតិអញ្ចឹងឃើញទេឆ្នាំ2012បានសម្លេងដល់ជិត3លានមានកូតាគណៈបកសង្គ្រោះជាតិតំណាងរាស្ត្រ55កៅអីទល់នឹង68កៅអីរបស់គណៈបកប្រជាជនលើសខ្វះគ្នាតែ2សែនសម្លេងហ្នឹងនៅក្នុងរដ្ឋសភាគឺថាកម្លាំងគីឡូស្មើគ្នាទៅហើយក្នុងន័យនេះគឺកម្លាំងគីឡូរបស់គណៈបកប្រឆាំងគឺសឹងថាខ្លាំងជាងគណៈបកកាន់អំណាចបាត់ទៅហើយដោយសារអីបើនិយាយពីធនធានអ្វីៗហ្នឹងគណៈបកកាន់អំណាចហ្នឹងប្រើប្រាស់ខ្ជុកខ្ជាយ៉ាងសម្បើមបាននៅសល់ត្រឹម68កៅអីហើយខាងគណៈបកប្រឆាំងធនធានរយៈខ្វះខាតគ្រប់មុខគ្រប់ច្រកលហកប៉ុន្តែគេបានដល់ទៅ55បានន័យថាកម្លាំងហ្នឹងគឺខ្លាំងមហិមាណានៅក្នុងន័យហ្នឹងឯងដែលធ្វើឲ្យប្រជាពលរដ្ឋមានទម្ងន់ថាគេពឹងទៅលើគណៈបកណាមួយដើម្បីឲ្យទៅផ្លាស់ប្ដូរជោគវាសនានឹងគោលនយោបាយដែលគេពេញចិត្តដូចជារឿងដែលរដ្ឋាភិបាលធ្វើអត់បានគឺអាចគណៈបករបស់គេទៅធ្វើបានហើយហ្នឹងហើយតាមរយៈការបោះឆ្នោតផ្លាស់ប្ដូររដ្ឋាភិបាលដោយសន្តិវិធីប៉ុន្តែម្ដងទៀតថារឿងនេះធ្វើទៅបានតតែមានគណៈកម្មការជាតិរៀបចំការបោះឆ្នោតឯករាជ្យប្រព័ន្ធបោះឆ្នោតនឹងឯករាជ្យបរិយាកាសបោះឆ្នោតឯករាជ្យមានសេរីយុត្តិធម៌និងត្រឹមត្រូវច្បាប់បោះឆ្នោតទាំងច្បាប់រដ្ឋធម្មនុញ្ញប្រព័ន្ធតុលាការប្រព័ន្ធសាធារណៈអីសពបែបយ៉ាងហ្នឹងគឺសុទ្ធតែមានភាពសេរីត្រឹមត្រូវនិងយុត្តិធម៌មានដំណាគ្រប់រឿងដើម្បីឲ្យប្រជាពលរដ្ឋអាចបោះឆ្នោតជ្រើសរើសគណៈបកនយោបាយហើយមិនមានការភ័យខ្លាចប៉ុន្តែនៅក្នុងប្រទេសកម្ពុជាជំរឿននេះមានភាពតិចតួចស្ដើងក្រៃមែនតើដោយសារអីដោយសារតែប្រវត្តិនៃការរំលាយគណៈបកសង្គ្រោះជាតិរហូតមកដល់ពេលនេះហើយរលរឿងរំលាយគណៈបកដទៃទៀតដែលមិនអាចឲ្យគេចូលប្រកួតប្រជែងឲ្យស្មើគីឡូស្មើភាពគ្នាបានដោយសារតែការធ្វើទុកបុកម្នេញពីខាងភាគីម្ខាងទៀតណាអញ្ចឹងជំរើសទី2ដែលខ្ញុំថាគួរតែអាចធ្វើបានអត់ទៀតហើយមិនអញ្ចឹងចុះជំរើសទី3ធ្វើយ៉ាងម៉េចបងប្អូនជំរើសទី3គឺជាលក្ខខណ្ឌសត្យានុម័តនៅពេលដែលដំណោះស្រាយតាមផ្លូវច្បាប់នីតិវិធីទី1មិនមែនរឿងប្តឹងបរិហារក៏ទៅមិនរួចទី2រឿងការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ក៏មិនអាចធ្វើទៅកើតគឺមានតែជំរើសទី3មួយគេហៅថាបដិវត្តបងប្អូនលើសូបដិវត្តហ្នឹងញាក់សាច់តែម្ដងព្រោះជាភាសាដែលគណៈបកកណ្ដាលអំណាចឬក៏រដ្ឋាភិបាលពេញចិត្តណាស់ឲ្យតែណានាប្រើពាក្យបដិវត្តហើយគេមិនត្រឹមប្រើតែបដិវត្តគេថែមពណ៌ឲ្យមួយទៀតបាទដើម្បីកុំឲ្យវាស្អាប់ឬក៏ថាវាមិនសូវឆើតចឹងដាក់បដិវត្តពណ៌ឲ្យទៀតបាទគឺពណ៌ស្អីតក្រូចពណ៌ស៊ីជម្ពូពណ៌អីទៅពណ៌អីមិនខ្វល់ទេតែសំខាន់បដិវត្តប្រែថាការផ្លាស់ប្ដូរទ្រង់ទ្រាយធំខុសពីអ្វីដែលជាស្ថានភាពដែលជាប់គាំងទៅមុខអត់រួចដូច្នេះការធ្វើបដិវត្តមិនមែនបានន័យថាជារឿងអាក្រក់គ្រប់រឿងទេគ្រាន់តែថាចលនាតស៊ូបដិវត្តភាគច្រើនគឺច្រើនតែផ្ទុះទៅជាអំពើហិង្សាដោយសារអីដោយសារការបង្ក្រាបរបស់អាជ្ញាធរ
បិទមាត់គេគ្រប់ច្រកអត់ឲ្យគេធ្វើតាមនីតិវិធីច្បាប់ចុងក្រោយគឺគេមានតែប្រើចលនាបដិវត្តនឹងឯងដើម្បីផ្លាស់ប្ដូរហើយប្រទេសជាច្រើនឈានទៅដល់ការបង្ហូរឈាមដែលរឿងនេះគឺប្រវត្តិសាស្ត្រយើងក៏មានដែររឿងតាក់ទងនឹងបដិវត្តប៉ុន្តែថ្នាក់ដឹកនាំហាក់បីដូចជាមិនបានរៀនសូត្រពីប្រវត្តិសាស្ត្រតទៅសោះគឺព្យាយាមប្រឹងប្រែងធ្វើយ៉ាងម៉េចឲ្យប្រវត្តិសាស្ត្រសាដាននឹងតទៅទៀតអញ្ចឹងបដិវត្តនេះមិនទាន់ឃើញចេញជារូបរាងមែនក៏ប៉ុន្តែរដ្ឋាភិបាលចាប់ផ្ដើមមានជំងឺខ្លាច់ស្រមោលខ្លួនឯងរួចទៅហើយឲ្យតែឃើញក្រុមភាគីម្ខាងទៀតដែលគូប្រកួតរបស់ខ្លួនដែលខ្លួនបានរំលាយហើយខ្លាចគេងើបមកវិញហ្នឹងឲ្យតែបដុំគ្នាបន្តិចថាគេនឹងរៀបចំចលនាបដិវត្តខ្លួនឯងជាអ្នកដាក់ពាក្យឲ្យគេហើយបាត់ហើយដោយសារអីរដ្ឋាភិបាលដឹងខ្លួនឯងហើយថាបើមកច្រកប្តឹងតាមតឡាការប្តឹងបណ្ដឹងបរិហាដឹងទៅឲ្យរួចហើយបិទចិត្តជឹងមួយហើយបើសាកតាមការបោះឆ្នោតដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌អញបិទទៀតដូច្នេះរដ្ឋាភិបាលខ្លួនឯងដឹងខ្លួនឯងថាអស់ហ្នឹងគឺតែមកគឺលោតអត់រួចទេព្រោះបើមកដឹងតែចាញ់ខាងគណៈបកប្រឆាំងហ្នឹងអញ្ចឹងហេតុអីបានជាបើកឲ្យមកបានអញ្ចឹងបិទឲ្យអស់អញ្ចឹងច្រកហ្នឹងគឺមានតែមួយច្រកគត់គឺបដិវត្តនឹងឯងគឺរដ្ឋាភិបាលដឹងខ្លួនឯងតែម្ដងនៅពេលដែលនិយាយជ្រុំរឿងបដិវត្តពណ៌គឺរដ្ឋាភិបាលនឹងជាអ្នកត្រួសត្រាយឲ្យមានបដិវត្តពណ៌ខ្លួនឯងទេហើយកុំថាក្រមប្រឆាំងក្រមអីជាអ្នកបង្កើតឲ្យមានចលនាបដិវត្តអីនោះគឺរដ្ឋាភិបាលបង្កើតបរិយាកាសដែលធ្វើឲ្យស្ថានភាពនឹងវាទុំជោខ្លាយទៅជារឿងបដិវត្តដោយសារអីប្រជាពលរដ្ឋធុញថប់ប្រជាពលរដ្ឋខឹងសម្បាប្រជាពលរដ្ឋស្អប់ខ្ពើមប្រជាពលរដ្ឋមិនពេញចិត្តប្រជាពលរដ្ឋមិនដឹងរកផ្លូវណាដោះស្រាយតាមអ្វីដែលនីតិវិធីអហិង្សាធ្វើអស់ហើយអត់បានផលតើឲ្យគាត់ធ្វើអីទៀតចឹងរដ្ឋាភិបាលខ្លួនឯងទេដែលបង្កើតឲ្យមានបញ្ហាអយុត្តិធម៌សង្គមបញ្ហារហូតដល់ឈានទៅរកបដិវត្តហ្នឹងហើយក៏ដឹងខ្លួនទៀតសុខចិត្តទប់បដិវត្តដោយការអីទិញលលកតាក់លលកបំបាក់ទឹកចិត្តអ្នកនេះចាប់អ្នកនេះថែមទៀតទៅហើយអាចទូទៅអាចលនាបដិវត្តហ្នឹងវាច្រើនតែក៏ក្រើកឡើងនៅពេលដែលការបង្កើតអាភិបជឿចាប់ហ្នឹងកាន់តែញោមញីកាន់តែខ្លាំងទៅមនុស្សកាន់តែដក់នៅក្នុងអារម្មណ៍នៃការចងកំហឹងចងគំនុំអាភិបអយុត្តិធម៌ហ្នឹងក៏មានកាន់តែច្រើនអញ្ចឹងគំនុំហ្នឹងក៏ដក់នៅក្នុងខ្លួនថ្ងៃណាមួយវាផ្ទុះគឺកាប់សម្លាប់គ្នាបង្ហូរឈាមយ៉ាងក៏ក្រើកតែម្ដងបើទោះបីជារដ្ឋាភិបាលខំប្រឹងទប់ប៉ុណ្ណាក៏តែទប់មិនឈ្នះព្រោះដោយសារអីសន្តិភាពវាកើតឡើងដោយការទទួលស្គាល់ការពិតនិងយុត្តិធម៌តែយើងបាត់អស់ហ្នឹងហើយគឺយើងអត់មានសន្តិភាពទេសន្តិភាពមានទៅមិនបើសិនជាយើងសំបីតែនិយាយពី logic យើងនិយាយឡើងស្ដាប់គ្នាបានទៅហើយហ្នឹងយើងនិយាយទៅមិនបើណានិយាយអីក៏ប្រឆាំងណានិយាយអីក៏ជ្រុលនិយមអីអញ្ចឹងដែរហ្នឹងហើយឥឡូវឧទាហរណ៍តែយើងធ្វើយ៉ាងម៉េចសំបីតែច្បាប់មកកណោកោដឹកអារឿងស្រូវអង្គអារឿងលហុងរឿងដំឡូងរឿងស្វាយរឿងតង្ងែនរឿងស្អីដែលខ្វះទីផ្សារខ្វះអីខ្វះការងារអត់មានប្រាក់វិវត្តអត់សូវឡើងអីកម្មករនៅតែ200ក្បាល200 $202អីហ្នឹងយើងអត់ទៅមុខរួចតែយើងនាំគ្នាទៅបង្កើតច្បាប់ស្ដីអំពីការផ្ដន់ទាទោសអ្នកដែលមិនទទួលស្គាល់ថារបបខ្មែរក្រហមជារបបបល័យពូជសាសន៍អីណាខ្ញុំថាភារកិច្ចរបស់រដ្ឋសភារបស់រដ្ឋាភិបាលបង្កើតច្បាប់តែអញ្ចឹងទេវាមិនមានអីខុសឆ្គងទេប៉ុន្តែហេតុអីបានជាយើងបង្កើតកង់ដែលមូលហើយយើងនាំគ្នាដាក់ឲ្យវាមូលទៀតខ្ញុំអត់ដឹងថាយើងចង់បានអីឲ្យប្រកាសព្រោះយើងនាំគ្នាបង្កើតគំនិតច្នៃប្រឌិតនាំគ្នាអង្គុយគិតគេកាលពីមុនគេអង្គុយគិតថាកង់យើងហ្មងបានមូលហ្នឹងគឺកាលពីមុនវាជ្រុងហើយជ្រុងដើម្បីឲ្យវាវិលវាអត់ទៅកើតទេវាផ្លាក់ផ្លុងណាវាមិនចឹងហើយវាទៅវាជ្រុងវាមានរលូនឯណាអញ្ចឹងគេនាំគ្នាដាក់វាឲ្យវាមូលដល់ពេលមូលទៅជា logic គឺបានន័យថាវារត់ទៅវារលូនវាអត់រដិបរដប់អញ្ចឹងទៅហើយឥឡូវស្រាប់តែពេលគេរកឃើញថាអាកង់ជ្រុងហ្នឹងបើធ្វើទៅជាមូលអញ្ចឹងវាបានវល់រលូនហើយយើងនាំគ្នាមកអង្គុយគិតធ្វើអាកង់មូលហ្នឹងទៅមូលទៀតវាដូចថាគំនិតរបស់យើងតើហេតុអីបានជាយើងចំណាយពេលវេលាអត់ប្រយោជន៍ព្រោះអារឿងពើបល័យពូជសាសរឿងស្អីគេហ្នឹងគឺសាលាក្តីខ្មែរក្រហមគេកាត់ក្តីឡើងជិត20ឆ្នាំហើយសាលាក្តីខ្មែរក្រហមគេយកទាំងច្បាប់ខ្មែរគេយកទាំងច្បាប់បរទេសយកមកផ្គប់ចូលគ្នាដើម្បីរកយុត្តិធម៌ជួយដល់ជនរងគ្រោះនិងបិទបញ្ចប់អាទំព័រខ្មែរក្រហមដល់ខ្មែរងងឹតហើយនៅក្នុងដីកាចោតប្រកាន់នឹងសាលក្រមសាលដីការាប់រយរាប់ពាន់ទំព័រអស់លោកអត់បានអានទេឬដែលគេចែងមកនិយាយថារបបខ្មែរក្រហមបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិវៀតណាមជនជាតិខ្មែរក្រោមឬចាមអីឡាក់នឹងឡាក់អីនោះផ្ដំទាទោសមនុស្សប្រមាណអ្នកនៅក្នុងហ្នឹង
cho bởi cho bạp miền hai ở hai hay cho tới tranh cho bạp ấy na tiết thaระบอบខ្មែរក្រហមនឹងមិនមែនជារបបសម្លាប់បន្លាយពូជសាសឬក៏យ៉ាងណាយ៉ាងម៉េចទៀតដូចថាយើងបន្ថែមឲ្យតែរវល់ហើយធ្វើឲ្យតែប្រជាពលរដ្ឋនឹងបាក់ស្បាតភ័យខ្លាចថាឃើញច្បាប់អីថ្មីមកទៀតនឹងភ័យទៀតហើយនិយាយរឿងខ្មែរក្រហមឡើងហ៊ាននិយាយពុកបាក់ស្បាតរឿងខ្មែរក្រហមនឹងមិនទាន់ផុតផងឥឡូវមកនិយាយរឿងខ្មែរក្រហមថាមិនមែនជាអំពើបន្លាយពូជសាសអីណានឹងណានេះខ្លាចគេចាប់ដាក់គុកទៀតបរិសាច្បាប់ចេញមកអញ្ចឹងអីអញ្ចឹងដូចថាអត់ចំណេញធ្វើចាបានណាចាមានណាចាច្បាប់ជួយឃើញប៉ុន្តែមិនដឹងថាយកមកធ្វើអីអាហ្នឹងវាចូលដល់នៅក្នុងដូចថាយើងនៅក្នុងផ្ទះយើងមានអ្វីគ្រប់យ៉ាងយើងនៅខ្វះរបស់ដែលយើងត្រូវការយើងមិនមែនរបស់ដែលយើងចង់ណាចំណងឥឡូវឲ្យយើងចង់បានដែរយើងចេះចង់ប៉ុន្តែអាសេចក្តីត្រូវការនោះវាអត់ត្រូវការសោះហើយយើងចេះតែយកមកដាក់ឲ្យពេញផ្ទះទៅយូរសុទ្ធតែសំពីសម្បត្តិអជ័យឥឡូវខ្ញុំនិយាយពីរឿងបដិវត្តហ្នឹងគឺយើងជិះមិនផុតនៅក្នុងថ្ងៃណាមួយហើយខ្ញុំមិនទៅជាការញុះញង់អីទេខ្ញុំគ្រាន់តែពន្យល់អំពីរបត់ប្រវត្តិសាស្ត្រនៅពេលដែលយើងសង្កត់ឆ្នាំងបាយហើយយើងដុតភ្លើងពីក្រោមយ៉ាងក្តៅហើយវាពុះខ្ជួលមកហើយយើងអត់បង្ហើបវាជាស្វ័យប្រវត្តិគឺវាច្បាស់ជាផ្ទុះហើយឆ្នាំងហ្នឹងព្រោះអីវាក្តៅពីក្រោមមកកុំសួលទឹកហ្នឹងវាពុះតែអញ្ចឹងវាត្រូវតែខ្ជុលវាចេញមកដល់តែយើងបង្ហើបវាបើកវាជាត់វាបានតែវាអត់ខ្ជុលអាហ្នឹងគឺជារឿងសត្វចានុម័តទេខ្ញុំមិនមែនជាអ្នកវិភាគជាអ្នកដឹងស្អីច្រើនជាងបងប្អូនឯណាទេអត់ទេចាស់អស់ជំរឿសទាំង3នេះមានជំរឿសអីទៀតដើម្បីដោះស្រាយបញ្ហានៅពេលដែលរដ្ឋាភិបាលមិនដោះស្រាយបញ្ហាបងប្អូនជំរឿសនៅមានច្រើនទៀតហើយខ្ញុំជឿថាបងប្អូនកំពុងតែធ្វើឲ្យជំរឿសនឹងប្រហែលជាអស់សង្ឃឹមនៅក្នុងការដែលពឹងពាក់រដ្ឋាភិបាលឲ្យដោះស្រាយបានគឺការតវ៉ាតាមដងផ្លូវតវ៉ាបាតកម្មគ្រប់ច្រកគ្រប់លហកខ្ញុំមិនជឿថាបងប្អូនខ្មែរទាំងអស់នោះលោកមិនចេះនឿយណាយនៅក្នុងការចំណាយពេលវេលាដែលត្រូវរកទទួលទាននឹងមកអង្គុយផ្ដុំគ្នាធ្វើបាតកម្មតាមទូតតាមអីនៅក្រៅប្រទេសយើងមកនៅច្រកកោននៅស្រុកគេយើងក៏មានកិត្តិយសយើងក៏មានសេចក្តីថ្លៃថ្នូរយើងក៏ស្រឡាញ់ជាតិសាសន៍យើងដែរតែយើងទៅធ្វើបាតកម្មនៅស្រុកគេពេញផ្លូវពេញអីគេមើលមកហ្នឹងគេថាអូខ្មែរហ្នឹងបាតកម្មអីគេអូរដ្ឋាភិបាលអត់ដោះស្រាយបញ្ហាឲ្យពួកគាត់អូយចាំមិនបានរដ្ឋាភិបាលអត់ដោះស្រាយបញ្ហាឲ្យពួកគាត់ចុះបងប្អូនប្រជាពលរដ្ឋនៅខ្មែរមិនដែរមិនអត់បន្តវ៉ាអីមិនបានបន្តវ៉ានៅខាងក្រៅអីអញ្ចឹងសំណួរនេះគេសួរគ្រប់តែពេលដែលខ្ញុំទៅយកព័ត៌មានហើយការពិតគឺដោយសារអីដោយសារតែបងប្អូនទាំងអស់គាត់ឈឺចាប់អញ្ចឹងអាពេលវេលាដែលចំណាយហ្នឹងគឺមិនស្ដាយតទៅសោះគឺបង្កើនភាពសាមគ្គីគ្នាហើយក្នុងពេលជាមួយគ្នាហ្នឹងគឺធ្វើឲ្យបញ្ហាគេមើលងាយចិត្តសាសយើងត្រង់អញ្ចេះគេមិនមើលងាយបងប្អូនអ្នកតវ៉ាទេគេមើលងាយរដ្ឋាភិបាលខ្មែរព្រោះបងប្អូនអ្នកតវ៉ាគឺគ្រាន់តែជាជនរងគ្រោះហើយគេដឹងថាអ្នកតវ៉ាបានន័យថាកំពុងតែចង់បានអ្វីមួយដែលអាជ្ញាធរមិនធ្វើអង្គការរដ្ឋមិនធ្វើឲ្យឬក៏មិនចាត់ការអញ្ចឹងគេដឹងហើយក្នុងសិទ្ធិប្រជាធិបតេយ្យប្រទេសប្រជាធិបតេយ្យដូចកូរ៉េដូចជប៉ុនដូចអាមេរិកដូចអូស្ត្រាលីដូចកាណាដាអីគេដឹងណាអាជ្ញាធរគេមិនបង្ក្រាបទេរឿងអញ្ចឹងព្រោះគេបង្ក្រាបយ៉ាងម៉េចព្រោះសិទ្ធិសេរីភាពប្រជាពលរដ្ឋជាមូលដ្ឋានគឺសិទ្ធិប្រមូលផ្ដុំដើម្បីតវ៉ាពេលដែលអាជ្ញាធររដ្ឋមិនដោះស្រាយបញ្ហាឲ្យខ្លួនអានឹងគឺជាសិទ្ធិមូលដ្ឋានដ៏សំខាន់បំផុតឲ្យបងប្អូនបើដកអានឹងទៀតគឺដកពលឹងពីប្រជាពលរដ្ឋអស់តែម្ដងអស់ហើយអស់អីហើយតម្លៃខ្លួនហ្នឹងគឺវាស្មើនឹង0ណានៅពេលដែលយើងដកសំបីតែសិទ្ធិក្នុងការនិយាយស្ដីតវ៉ានៅពេលអ្វីដែលយើងឃើញថាមិនត្រឹមត្រូវដូច្នេះអាការដែលតវ៉ារបស់ប្រជាពលរដ្ឋនៅក្រៅប្រទេសដែលរដ្ឋាភិបាលចោទថាធ្វើឲ្យអាប់អោនមុខមាត់ជាតិហ្នឹងមិនមែនដោយសារបងប្អូនអ្នកតវ៉ាទេគឺដោយសាររដ្ឋាភិបាលកម្ពុជាខ្លួនឯងទេដែលធ្វើឲ្យអាប់អោនហ្នឹងដោយសារអីមិនដោះស្រាយបញ្ហាដូច្នេះជំរឿននេះស្ទើរតែខ្លាយទៅជាជំរឿនទី4ហើយបងប្អូននៅតែបន្តតវ៉ាហើយសួរថាបានផលដែរទេបងប្អូនកុំមើលស្រាលអំពីការតវ៉ារបស់ពលករឬក៏កម្មករឬក៏បងប្អូនខ្មែរនៅក្រៅប្រទេសឲ្យសោះនេះគឺជាចលនាមួយដ៏មានឥទ្ធិពលបំផុតនៅលើโลกនេះក្រៅតែពីយុទ្ធនាការទូតជាមួយមន្ត្រីការបរទេសមន្ត្រីទូតមន្ត្រីអីហ្នឹងគឺវាជាផ្នែកមួយប៉ុន្តែការតវ៉ាតាមដងផ្លូវនេះគឺជាយុទ្ធសាស្ត្រមានប្រសិទ្ធភាពខ្លាំងណាស់ព្រោះអីវាជាមុខមាត់របស់ជាតិមួយដែលគេក៏រដ្ឋាភិបាលនៅក្នុងជាតិដែលយើងកំពុងតវ៉ាហ្នឹងក៏គេចាប់ផ្ដើមផ្សាយព័ត៌មានហ្នឹងពេញគឺក្នុងទូរទស្សន៍ក្នុងវិទ្យុអីគេសារព័ត៌មានអីគេហ្នឹងទៅហើយយើងបានលឺខ្ចរខ្ចាយវាអាម៉ាស់ដល់រដ្ឋាភិបាលជាតិឯណោះប៉ុន្តែរដ្ឋាភិបាលគេថាអ្នកទាំងអស់នឹងឯងដែលធ្វើឲ្យរដ្ឋាភិបាលខ្លួនឯងអាម៉ាស់ប៉ុន្តែការពិតរឿងនេះគឺដូចគ្នាអង្គអ៊ុយក្រែនហើយនិងរុស្ស៊ីអញ្ចឹង
នៅពេលដែលប្រធានាធិបតីអ៊ុយក្រែនរងការចោទប្រកាន់ថាជាមេដឹកនាំប្រជាការថាអ៊ុយក្រែនគឺជាអ្នកចាប់ផ្ដើមសង្គ្រាមហើយរុស្ស៊ីជាពួកអ្នកឈ្លានពានសោះខ្លាយទៅជាជនរងគ្រោះយើងដឹងហើយថាតើយើងនឹងមានប្រតិកម្មយ៉ាងម៉េចឥឡូវនេះខ្ញុំតិចទៀតខ្ញុំនឹងនិយាយចូលដល់រឿងអ៊ុយក្រែននិងអាមេរិកឬក៏រឿងពិភពលោកហ្នឹងដែលជាប្រធានបទទី2ចុះខ្ញុំនឹងបិទប្រធានបទទី1របស់ខ្ញុំត្រឹមតែចង់ជម្រាបបងប្អូនថាការតស៊ូមតិនៅលើឆាកអន្តរជាតិឥឡូវបងប្អូនតវ៉ាគ្រប់ទិសទីហ្នឹងខ្ញុំជឿថាអតិពលមានសម្បើមណាស់បងប្អូនកុំភ្លេចថាមន្ត្រីទូតមន្ត្រីការបរទេសនៅគ្រប់ស្ថានទូតគ្រប់ប្រទេសទាំងអស់គេយកចិត្តទុកដាក់គេមើលតាមដានសកម្មភាពនឹងគ្រប់ពេលហើយនៅពេលដែលរដ្ឋាភិបាលកម្ពុជាឡើងទៅជួបគេពេលណាគេអត់បាច់សួរអីទេគេគ្រាន់តែសួរថាលោកដោះស្រាយបញ្ហាខ្លួនឯងបានហើយបានជាប្រជាពលរដ្ឋអស់លោកនៅឃើញតវ៉ាអត់ឈប់បែបនេះតើហេតុអីបានជាលោកមិនដោះស្រាយចឹងគាត់មកដោះសារទៀតដែរអូប្រជាពលរដ្ឋហ្នឹងជាក្រុមជ្រុលនិយមក្រុមពួកទៀមពួកក្រៅច្បាប់ឥឡូវខ្ញុំពងធ្វើច្បាប់ហើយទៀតដាក់ពួកហ្នឹងឲ្យទៅជាភេរវករអីចឹងទៀតទៅគេនឹងចាប់ផ្ដើមតែធ្វើឲ្យយើងកាន់តែអន់ខ្លួនកាន់តែខ្លាំងទៀតហើយអត់ដោះស្រាយបញ្ហានាំគ្នាទៅខ្ទប់មាត់គេអញ្ចឹងទៀតដូច្នេះមុខមាត់របស់ជាតិហ្នឹងអត់ដែលបានល្អទេហើយកុំបន្ទោសអ្នកតវ៉ាបន្ទោសរដ្ឋាភិបាលខ្លួនឯងហើយការតវ៉ានេះគឺកាន់តែកក្រើកទៅហើយជាចលនាមួយដែលបណ្ដោះក្តីសង្ឃឹមរបស់ខាងគណៈបកប្រឆាំងនិងយុវជនដែលតវ៉ាដើម្បីរឿងរ៉ាវសង្គមរឿងនេះចឹងហើយនឹងធ្វើឲ្យរដ្ឋាភិបាលកម្ពុជាកាន់តែអាប់មុខហើយតែពេលមានការបោះឆ្នោតណាមួយដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌គឺគណៈបកកណ្ដាលអំណាចចាញ់ឯងតែម្ដងគឺនេះដែលជារឿងមួយដែលសំខាន់ណាស់សម្រាប់ការតវ៉ាមិនមែនអត់ប្រយោជន៍ទេបងប្អូនឃើញតែរដ្ឋាភិបាលមិនធ្វើអីសោះហ្នឹងគឺជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលមួយដែរនៅក្នុងការផ្ដាច់ក្តីសង្ឃឹមអ្នកតស៊ូបងប្អូនត្រូវចាំថាយុទ្ធសាស្ត្ររបស់ជនប្រជាការគឺទី1គឺបំបែកដើម្បីគ្រប់គ្រងហ្នឹងគឺបានន័យថាបំបែកក្រុមអ្នកតវ៉ាឲ្យខ្លាយទៅជាជំរាកតូចហើយឆ្លោះគ្នានៅក្នុងក្រុមទៅដើម្បីឲ្យយើងឡើងទុកចិត្តគ្នាអាចលនាតវ៉ាហ្នឹងឡើងធំដល់ពេលឡើងធំយូរទៅរពេះរបោះខ្សោះទៅបាត់អស់គេឡើងចាងថាឃើញតវ៉ាបានប្រមាណជប់អស់ហើយដូច្នេះអាហ្នឹងគេឈ្នះដោយឯងប៉ុន្តែបើការតវ៉ានៅតែបន្តគឺភាពជោគជ័យនៅតែមានតរហូតហ្នឹងទោះជាគេមិនដោះស្រាយតែជាជោគជ័យបានន័យថាភ្លើងដែលខ្លួនឯងបង្កាត់ហ្នឹងគឺវានៅឆេះហឹមឬក៏ភ្លៀងដែលធ្លាក់មកបង្អោមកមេធំប្រាវមកប៉ុន្តែវានៅមានរលឹមស្រេចរហូតអញ្ចឹងជារលឹមរយស្បៃអញ្ចឹងរហូតមិនដាច់ភ្លៀងទេអញ្ចឹងទៅមនុស្សនៅតែប្រើឆ័ត្រប្រើអាវភ្លៀងដូចថាមេឃវានៅតែរលឹមអញ្ចឹងទៅអានេះនៅក្នុងន័យថាវាមានប្រយោជន៍អញ្ចឹងហើយនៅក្នុងការតស៊ូនៅក្នុងឆាកអន្តរជាតិការទូតអីនៅតែមានប្រយោជន៍ដោយសារអីគេនឹងមើលឃើញថារដ្ឋាភិបាលអសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាហើយប្រជាពលរដ្ឋមានទុកមានស្អីហ្នឹងហើយគេនឹងមើលរដ្ឋធម្មនុញ្ញយើងមាត្រា35ដែលចែងថាសំណើសេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលពិនិត្យនិងដោះស្រាយយ៉ាងម៉ត់ចត់ពីអង្គការរដ្ឋគេនឹងចោទរដ្ឋាភិបាលអំពីភាពអសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាប្រជាពលរដ្ឋខ្លួនឯងតើយើងមានសមត្ថភាពអីទៅធានាអ្នកវិនិយោគទៅស្រុកអាមេរិកឬក៏នៅស្រុកកាណាដាឬក៏នៅស្រុកយ៉ាណាចង់ទៅរកស៊ីនៅស្រុកខ្មែរហើយធានាថានឹងដោះស្រាយជីវភាពអាជីវកម្មរបស់ពួកគេឲ្យរីកចម្រើនឲ្យមានសុវត្ថិភាពបើខ្លួនឯងដោះស្រាយរឿងបញ្ហារដ្ឋធម្មនុញ្ញដំណោះស្រាយដែលជាសំណើរបស់ប្រជាពលរដ្ឋដ៏សាមញ្ញដោះអត់បានផងឲ្យគ្នាតវ៉ាគ្រប់ទិសទីបែបនេះគ្មានថ្ងៃលុះបែបនេះដូច្នេះអ្វីគឺធ្លាក់ទៅលើរដ្ឋាភិបាលកម្ពុជាខ្លួនឯងទាំងអស់បើទោះបីជាខំប្រឹងធ្វើពើថាខ្លួនឯងមិនជាអ្នកមានកំហុសហើយមិនដោះស្រាយអីក៏ដោយបាទបងប្អូនទាំងអស់គ្នាខ្ញុំសូមស្លេះប្រធានបទទី1ត្រឹមនេះគឺ1ម៉ោងគត់នៅក្នុងការពន្យល់នេះសូមអធិស្ឋានរឿងវែងបន្តិចដែរព្រោះឲ្យតែខ្ញុំធ្វើ live តាម Facebook ហ្នឹងគឺរកពេលធ្វើឲ្យខ្លីតែមិនបានខ្ញុំព្យាយាមយ៉ាងណាហើយសូមខន្តីអភ័យទោសចំពោះបងប្អូនដែលផ្ដល់ comment មកឲ្យខ្ញុំធ្លាប់ធ្វើបានខ្លីៗប្រហែលជាប្រហែលដងប៉ុន្តែតែចូលដល់ live ផ្ទាល់បែបនេះគឺច្រើនតែរៀងលុះថែមម៉ោងតិចតួចសូមខន្តីអភ័យទោសប៉ុន្តែយ៉ាងណាដូចខ្ញុំជម្រាបអញ្ចឹងថានេះជាធម្មទានបងប្អូនស្ដាប់បានចំណុចណាយកទៅត្រេះរិះពិចារណាយកទៅព្រៀងផ្ទាត់យកទៅឲ្យចំណុចណាដែលគិតថាមិនសមស្របអាចរិះគន់ឬសរសេរជា comment ពន្យល់ឲ្យ head poll ខ្ញុំនឹងយកទៅពិនិត្យស្រាវជ្រាវបន្ថែមទៀតខ្ញុំមិនអត់ខ្ចោះទេព្រោះខ្ញុំជាមនុស្សដូចតែបងប្អូនចឹងដែរខ្ញុំបានដឹងរឿងច្រើនដែលអាចជម្រាបជូនបងប្អូនបានក៏ដោយសារតែខ្ញុំអានព័ត៌មានខ្ញុំស្ដាប់គេខ្ញុំមើលឯកសារនេះខ្ញុំស្រាវជ្រាវសៀវភៅនោះអីអញ្ចឹងទៅខ្ញុំមិនមែនជាអតិទេវតាអីណាបណ្ឌិតកវីអីណាអត់ទេដូចតែបងប្អូនចឹងគាត់ថាឧស្សាហ៍ហើយបងប្អូនច្រើនក៏ឧស្សាហ៍ដូចតែគ្នាគាត់ថាមានរវល់អីជីវភាពគ្រួសារច្រើនពេកទៅក៏មិនអាចធ្វើអីខ្ញុំធ្វើឲ្យដូចខ្ញុំចឹងទៅហើយខ្ញុំមែនតើទៅបេះដូង
ចង់ជជែកចង់ជម្រាបព័ត៌មានជូនបងប្អូនទោះទៅរវល់ប៉ុណ្ណាឥឡូវមកកដាលអាត្រៀតនេះម៉ោង10ហើយនៅអង្គុយផ្សាយផ្ទាល់នៅឡើយទេគេចូលបងប្អូនក្រុមគ្រួសារចូលទៅទទួលទានដំណេកលងលក់អស់ទៅហើយនៅតែម្នាក់ឯងនឹងឯងឥឡូវនេះចូលដល់ប្រធានបទទី2បើសូមជម្រាបសួរបងប្អូនម្ដងទៀតប្រធានបទទី2នេះគឺឆាកឆ្ងាយពីស្រុកមាតុភូមិដ៏កំសត់យើងបន្តិចហើយមកដល់ស្រុកសេរីទឹកដីដ៏អច្ឆរិយៈគឺសហរដ្ឋអាមេរិកមានប្រជាពលរដ្ឋច្រើនណាស់ចង់រស់នៅសហរដ្ឋអាមេរិកហើយក៏មានប្រជាពលរដ្ឋច្រើនណាស់ដែរក៏និយាយថាទៅតែអាមេរិកឬសូវតែឆ្លោះគ្នាលាក់នឹងលាក់ប៉ុន្តែយ៉ាងណាបងប្អូនកុំឲ្យមើលដើមឈើពីបេដើមធ្វើជាព្រៃយើងមើលរឿងធំហើយយើងវិភាគទាំងអស់គ្នាជាធម្មទានជាគំនិតពិចារណាទាំងអស់គ្នាយើងយកវេទិកានេះដើម្បីវែកញែកឲ្យដឹងថាតើអាមេរិកមកដល់ពេលនេះវាយ៉ាងម៉េចទៅហើយវាប៉ះពាល់អីខ្លះដល់ប្រទេសកម្ពុជាយើងដែរទេជាទូទៅខ្ញុំអត់ចង់ធ្វើ live show ណាមួយដែលនិយាយថាបានតែប្រយោជន៍អាមេរិកនិងអ៊ុយក្រែនឬរុស្ស៊ីអត់មានប្រយោជន៍អីដល់បងប្អូនខ្មែរហើយនិយាយឲ្យខាតពេលអីជាការពិតខ្ញុំអត់ចង់និយាយចឹងមែនខ្ញុំចង់តែធ្វើព័ត៌មានណាតែសុខចិត្តតិចចោះតែឲ្យថាមានប្រយោជន៍ដល់ប្រទេសកម្ពុជាប្រជាពលរដ្ឋខ្មែរយើងព្រោះខ្ញុំថាពេលវេលាបងប្អូនមកអង្គុយស្ដាប់ហ្នឹងក៏ត្រូវការចំណាយពេលវេលាច្រើនដែរអញ្ចឹងយើងធ្វើឲ្យមានប្រយោជន៍អញ្ចឹងបានខ្ញុំចង់តែធ្វើអញ្ចឹងហើយតែធ្វើស្អីអារឿងនៅគុយបាយវិញនៅរឿងតាមួយនៅព្រៃវែងអីមកខ្វល់រឿងគុយបាដែរស្អីស្រូវរបស់គាត់ស្កកចង់អស់អាកង់ធ្លាក់ច្បាក់រតាប្រេងម៉ាស៊ីនយកមកដាក់មិនបានផងទៅខ្វល់រឿងគុយបាវាជារឿងអស់សំណាចប៉ុន្តែរឿងអាមេរិកមិនមែនរឿងគុយបាទេបងប្អូនប៉ះពាល់ជំវិញពិភពលោកដោយសារអីអាមេ